ហើយការសិក្សារៀនសូត្រដែលមានវឌ្ឍនភាពឬក៏រីកចម្រើននោះទៅបានវាមានកត្តារួមផ្សំជាច្រើនក្នុងនោះកត្តានៃការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចជាពិសេសគឺក្រសួងអប់រំនេះតែម្ដងដែលសម្រាប់កំណត់ស្តង់ដារក៏ដូចជាគុណភាពនៃការសិក្សាអប់រំនេះជាការចូលរួមខ្លះដែលទាក់ទិនទៅនឹងការដាក់ចុះពីសំណាក់លោកគ្រូថាតើកត្តាអ្វីខ្លះដែលនាំឲ្យពុទ្ធសាសនាមានភាពរុងរឿងចម្រើនឬក៏មានស្ថិរភាពទៅបានហើយខ្ញុំបកណាសូមលើកឡើងតែចំណុចពីរនេះចុះគឺតាក់ទងទៅនឹងបរិស័ទដែលជ្រះថ្លាហើយបន្តការទ្រទ្រង់ហើយមួយទៀតជ្រះថ្លាបន្តការទ្រទ្រង់ហើយគឺមានការសិក្សារៀនសូត្រមានប្រមាណប៉ុណ្ណេះហើយខ្វះខាតយ៉ាងណាប្រកេនលោកគ្រូហើយមុននឹងប្រកេនលោកគ្រូក៏សូមប្រកេនពោចំពោះលោកគ្រូដែលបាននិមន្តមកអំពីរាជធានីភ្នំពេញគឺទាំងមានភាពលំបាកក៏ដូចជាភាពនឿយហត់ប៉ុន្តែដើម្បីប្រយោជន៍ជាតិនិងសាសនាជាពិសេសវត្តអារាមគឺលោកគ្រូបានពុះពៀគ្រប់ឧបសគ្គទាំងអស់ដើម្បីប្រយោជន៍ជាតិប្រយោជន៍សាសនានិងប្រយោជន៍វត្តអារាមជាពិសេសគឺដើម្បីបានមកជួបញាតិញោមដែលបានអញ្ជើញមកអំពីខាងអង្គាបោះក៏ដូចជាខាងភូមិថ្មីសូមប្រគេនពរគ្រួយទទួលបាននៅសេចក្តីសុខជាពិសេសគឺទទួលបាននៅព្រះសុខភាពល្អនិងប្រគេនពរកណាគុណម្ចាស់គ្រប់ព្រះអង្គក៏យ៉ាងដូច្នោះដែរមួយចំណែកទៀតសូមជូនពរចំពោះញាតិញោមគ្រប់រូបទាំងអស់ពិសេសនោះគឺញោមដែលបានអញ្ជើញមកពីខាងអង្គាបោះហើយនិងខាងភូមិថ្មីសូមបាននៅសេចក្តីសុខសេចក្តីចម្រើនមានសុខភាពល្អដើម្បីសន្សំនៅបុណ្យនៅកុសលឬក៏ដើម្បីពំនំនៅបរិខាជាច្រើនទៀតមកប្រគេនព្រះសង្ឃនៅក្នុងវត្តប្រាសាទស្រះកណ្ដាលខ្ចាស់នេះជាបន្តទៅទៀតពោលសូមអនុមោទនីគណៈទិនសាធុសាធុប្រគុណយ៉ាងជ្រាលជ្រៅចំពោះបងគ្រូចៅតិកាវត្តប្រាសាទស្រះកណ្ដាលយើងគណៈនឹងសូមញាតិញោមបានបន្តការស្ដាប់បន្តិចទៅទៀតតេតួងទៅនឹងតើកត្តាអ្វីខ្លះដែលជាហេតុជាបច្ច័យនាំឲ្យពុទ្ធសាសនាយើងនឹងរីកចម្រើនឬក៏ថិតថេរគណៈយើងបានស្ដាប់មិញនេះក៏បានទទួលនៅពាក្យពេចន៍ពីរោះមានន័យត្រង់ថាតេតួងទៅនឹងបរិស័ទទាំង4គណៈពីព្រោះត្រូវនឹងពុទ្ធបណ្ដាំរបស់ព្រះពុទ្ធជាម្ចាស់មុនព្រះអង្គទ្រង់ចូលកាន់អនុបាតិសេសនិព្វានហ្នឹងគឺថាពុទ្ធសាសនាហ្នឹងគឺនៅលើបរិស័ទទាំង4ហ្នឹងឯងបើធ្វើឲ្យវិន័យហិនហោចហ្នឹងក៏ដោយសារអ្នកទាំង4ហ្នឹងឯងហើយបើធ្វើឲ្យរីកចម្រើនទៅហ្នឹងក៏ដោយសារអ្នកទាំង4ហ្នឹងគឺណាដូចឡានណាញាតិញោមឡានមានកង់4ឧទាហរណ៍ថារបូតកង់1សួរថាតើឡានហ្នឹងទៅមុខរួចទេញាតិញោមអត់ទេទៅអត់រួចទេណែញោមសេថាទៅរួចយ៉ាងម៉េចណែរបូតកង់1ទៅអត់រួចទេហើយនឹងរបូតត្រឹម1ផងចុះបើទៅរបូតដល់ទៅ2ធ្វើម៉េចនឹងទៅរួចអត់ទេអញ្ចឹងបរិស័ទទាំង4ហ្នឹងទោះជាថាអស់ភិក្ខុនៃមែនប៉ុន្តែនៅសាមណេរអញ្ចឹងភិក្ខុសាមណេរបាសកឧបាសិកាទាំង4ហ្នឹងគឺថាត្រូវមានការសហការគ្នាបព្វជិតទៅក៏ខំប្រឹងរៀនទៅដូចវត្តប្រាសាទស្រះកណ្ដាលយើងនេះក៏បើកសាលារៀន
ពុទ្ធកៈបឋមសិក្សាឆ្នាំនេះពីថ្នាក់ទី1និងថ្នាក់ទី3ហើយមានធម្មវិន័យហ្នឹងមួយថ្នាក់ទៀតថ្នាក់ត្រីគណាអាហ្នឹងខាងប្រសង់ហ្នឹងប្រឹងរៀនហៅថាបរិយត្តិធម៌ញាតិញោមប្រឹងតន្ទិញប្រឹងរៀនជាមួយនឹងការរៀនហ្នឹងក៏លោកប្រតិបត្តិមានការគោរពទៅលើសិក្ខាបទដែលលោកបានរៀនហើយហ្នឹងហើយញាតិញោមក៏ប្រឹងទំនុកបំរុងក្រិនតែលឺថាលោកវត្តខ្ចាស់ហ្នឹង55អចិន្ត្រៃយ៍ទាំងអាត្មាណា55ណែប៉ុន្តែអាត្មាហ្នឹងវាមិនចាំបាច់រាប់ទេនៅត្រឹម54ហើយបើរាប់55អញ្ចឹងណាញាតិញោមរាប់អត់មើលតើរាប់ហ៎ណែរាប់រោណែហើយបើរាប់ទាំងគ្រូសូត្រស្ដាំគ្រូសូត្រឆ្វេង57ណែហើយអញ្ចឹងទៅប្រឹងញាតិញោមឮតែអញ្ចឹងប្រឹងជួយទាំងអាណិតលោកបើញាតិញោមមិនជួយមិនប្រឹងត្រួតត្រងទំនុកបំរុងទេអាចទៅចាញ់ភាសាហ្នឹងអស់ទៅវិញខ្លះទៅឆានអត់គ្រប់ហ៎ញាតិញោមឆានអត់គ្រប់ទៅអាចថាស្គមទៅឈឺទៅសឹកខ្លះណាមិនស្រួលហ្នឹងដោយទាំងអាត្មានឹងទៅទៀតក៏មិនដឹងណែអញ្ចឹងបានសំខាន់អ្នកបួសហ្នឹងគឺទាមទារការជ្រុំជ្រែងពីកុហកបាសកបាសិកាហ្នឹងហើយនឹងជាកត្តាដែលព្រះអង្គគ្រូលោកលើកឡើងហ្នឹងគឺថាចំណុចហ្នឹងញាតិញោមស្ដាប់ឲ្យតន់ហើយជារឿងអាស្រ័យតាក់ទងគ្នាឥឡូវនេះខ្ញុំបកណ្ណាអាត្មានឹងបន្តទៅមួយព្រះអង្គទៀតព្រះអង្គគ្រូឧទេសសាចារ្យអគ្គសេរីវិមលញាណលីប៊ុនលីនណាលោកនឹងត្រូវបកស្រាយនៅក្នុងប្រធានបទដដែលថាតើកត្តាអ្វីខ្លះដែលនាំឲ្យពុទ្ធសាសនានឹងរីកចម្រើនថិតថេរនឹងដោយសារអីដោយសារលោករៀនដាក់ស្នេហ៍ឬក៏លោករៀនធ្វើកថាធ្វើយន្តអីទៅអានឹងបានប្រកែឲ្យថិតថេរឬក៏យ៉ាងណាទៀតសូមអរតនានិមន្តសូមអនុមោទនាជាបឋមខ្ញុំបកណ្ណាសូមនមស្ការថ្វាយបង្គំចំពោះគុណប្រតនត្រ័យសូមនមស្ការថ្វាយបង្គំចំពោះព្រះគ្រូចាតកាព្រះមនពេលមកជឿនសុជាតិហើយនមស្ការថ្វាយបង្គំចំពោះលោកគ្រូព្រះមហាធម្មមេឡាងការោច័ន្ទសុជនដោយស្ក្លែគោរពនឹងបកណ្ណាគុណម្ចាស់ទាំងអស់ដែលមានវត្តមាននៅក្នុងធម្មសភាសាលានេះហើយសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទអញ្ជើញមកអំពីភូមិអង្គាបោសហើយនឹងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងនេះអញ្ចឹងយោងទៅតាមពេលវេលាហើយនឹងសំណួរដែលលោកគ្រូបានដាក់ចុះមកហើយជាបទលក្ខណៈបទសិក្សាខ្លីសម្រាប់ឲ្យពុទ្ធបរិស័ទនឹងស្វែងយល់ជាប្រធានបទដែលលោកគ្រូបានលើកឡើងនឹងដាក់ចុះមកនេះមានសេចក្តីថាតើកត្តាអ្វីខ្លះដែលធ្វើឲ្យព្រះពុទ្ធសាសនានឹងមានភាពរីកចម្រើនមានការវិវត្តទៅមិនងាយនឹងរលាយសាបសូន្យលុះតែដល់រយៈពេលដែលត្រូវគ្រប់ឆ្នាំគ្រប់កាលដែលព្រះអង្គទ្រង់ព្រះស្ថានទុកអញ្ចឹងក្នុងសេចក្តីនេះមានកត្តា6យ៉ាងហើយតែដោយឡែកនៅក្នុងឆ្នាំ2012ហ្នឹងខ្ញុំបណ្ណាអាត្មាព្រាមបានសម្ដែងថាមាន5តែតាមការសាវជ្រាវរបស់លោកគ្រូហ្នឹងឃើញថាមាន6យ៉ាងគឺកត្តាទី1នោះហៅថាពុទ្ធសាសនិកពុទ្ធសាសនិក
ពុទ្ធសាសនាគឺបានដល់បុគ្គលអ្នកជឿបុគ្គលអ្នកជឿនឹងមានអ្នកបួសហើយនឹងកុហកនិយាយដល់សរុបទៅគឺមានអ្នកបួសនិងកុហកដោយដែលលោកគ្រូព្រះគ្រូចាតកាបានអធិប្បាយហើយតែជាអភ័ព្វនោះបុគ្គលដែលអ្នកជឿអ្នកត្រូវគោរពនឹងមិនមែនសិតសឹងតែជាអ្នកមានសទ្ធាដូចបរិស័ទហើយគោរពដូចបរិស័ទទេបងអ្នកខ្លះប្រកាសខ្លួនរត់ប្រកាសខ្លួនត្រត្រង់ពុទ្ធសាសនាជាអ្នកគោរពពុទ្ធសាសនាតែបានអំណាចបានបុណ្យស័ក្តិឲ្យនឹងចូលក្នុងវត្តអាចថាទុកលោកនឹងជាវត្ថុសម្រាប់បន់ស្រន់ទុកលោកជាវត្ថុសម្រាប់តែអំបកទុកលោកនឹងដូចជាណាតាសម្រាប់សែនព្រេនអញ្ចឹងហើយធ្វើដូច្នេះគឺយ៉ាងម៉េចនឹងប្រសងមានតម្លៃទៅបានបងតើជាអ្នកជឿជាក់ប្រតិបត្តិត្រឹមត្រូវបើប្រសងប្រតិបត្តិតាមធម៌វិន័យរបស់ប្រសងហើយបើសក់កុហកនឹងប្រតិបត្តិតាមមយាទតាមធម៌របស់កុហកនឹងទី1គឺកតាពុទ្ធសាសនិកហើយទី2នឹងពុទ្ធសាសនវត្ថុពុទ្ធសាសនវត្ថុដែលព្រះអង្គបដិសណ្ឋាននឹងមាន5ណាពុទ្ធបរិស័ទមាន5គឺមានព្រះពុទ្ធរូបដោយញាតិញោមពុទ្ធបរិស័ទនេះបានឃើញហើយព្រះពុទ្ធរូបគឺវត្ថុស្នងអង្គរបស់ព្រះសម្មាសម្ពុទ្ធនោះទី1ហើយទី2នឹងគឺព្រះពោធិព្រឹក្សព្រះពោធិព្រឹក្សដែលជាដើមឈើជាទីតាំងនៃការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ហើយទី3នឹងគឺស្ដុំគឺបានដល់ប្រច័យដីហើយយើងឥឡូវនេះនិយមធ្វើព្រះស័ក្តិខ្យមនីចែកដីណាគឺបានដល់ប្រច័យដីថ្មអត្ថបាយត្រួសទេហើយទី4នឹងគឺព្រះធាតុព្រះសរីរកធាតុរបស់ព្រះសម្មាសម្ពុទ្ធណាដូចជាប្រទេសកម្ពុជាយើងនៅក្នុងសម័យបុណ្យពាក់កណ្ដាលសាសនាក្នុងការគ្រប់គ្រងរាជរបស់ព្រះបាទនរោត្តមសីហនុអតីតព្រះមហាក្សត្រហើយនឹងការគ្រប់គ្រងព្រះសង្ឃក្នុងដំណាក់កាលនៃការគ្រប់គ្រងរបស់សម្ដេចព្រះសង្ឃរាជជួនណានយើងបានអារាធនាព្រះសរីរកធាតុព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តធាតុព្រះសិរីបុត្រព្រះមោគលានឹងមកបដិសណ្ឋានធ្វើបុណ្យយ៉ាងមហិមាចំនួន7ថ្ងៃហើយព្រះសិរីរកធាតុនឹងបានបដិសណ្ឋាននៅនឹងភ្នំអធរៈឬក៏ហៅថាភ្នំរាជទ្រព្យមានសក្យមនីចេតិយនឹងល្អដែលព្រះមហាក្សត្រសាងទុកឧទ្ទិសចំពោះព្រះពុទ្ធសាសនាតែជាអកុសលដោយសារការខ្វះយកចិត្តទុកដាក់ពីសមត្ថកិច្ចណាពីការឃ្លាំមើលរបស់រដ្ឋាភិបាលទៅធ្វើឲ្យជនខិលខូចទៅគាស់ទៅចាក់សោទម្លាយទ្វារយោហើយវត្ថុអត្តសញ្ញាណរបស់ព្រះពុទ្ធសាសនាទាំងមូលហើយមានការបាត់បង់យើងមានការសោកស្ដាយតែដោយសារការខំប្រឹងប្រែងនឹងយើងបានរកឃើញមកវិញណាហើយបានតម្កល់ទុកជាធម្មតានិងវត្តទី4ហើយនឹងទី5ហ្នឹងគឺហៅថាអធិស្ឋានហៅថាព្រះធម៌84000បឋមខណ្ឌដែលព្រះអង្គសម្ដែងទុកហ្នឹងនឹងនៅក្នុងសាសនវត្ថុណាជាផ្នែកទី2ហើយផ្នែកទី3ហ្នឹងគឺសាសនវិធីជាគោលការណ៍របស់ពុទ្ធសាសនាយើងមានសាសនវិធីគឺវិធីរបស់ពុទ្ធសាសនាយើងដូចជាបុណ្យកឋិនទានគឺជាវិធីសម្រាប់ផ្សារភ្ជាប់ជាលក្ខណៈប្រពៃណីផងជាប្រវេណីរបស់ព្រះពុទ្ធជាម្ចាស់របស់ព្រះសង្ឃក្នុងសាសនានេះផងប្រសិនបើអត់មានវិធីសម្រាប់សម្គាល់ទេយើងអត់ដឹងថាតើសាសនាយើងមានការប្រព្រឹត្តធ្វើយ៉ាងណាហើយដល់ហើយទៅការថ្វាយបង្គំប្រតនត្រ័យការសមាទានសិលនោះក៏ឈ្មោះថាជាសាសនវិធីដែរគឺមានកិច្ចរបស់គេណាបងសាសនាគេក៏មានកិច្ចអញ្ចឹងដែរសាសនាយើងក៏មានតែបើអត់ទេគឺអត់មានអត្តសញ្ញាណសម្រាប់សម្គាល់ទេហើយទី4នោះគឺសាសនដ្ឋានព្រោះសាសនដ្ឋានគឺបានដល់ទីវត្តអារាមជនបរទេសហៅថា foreigner ជនជាតិផ្សេងទៀតដែលគេមកទេសនាឬក៏ចង់ដឹងថាតើស្រុកខ្មែរនឹងមានកាន់សាសនាអីមានវប្បធម៌អរិយធម៌យ៉ាងម៉េចគេដឹងថាវត្តរបស់ពុទ្ធសាសនាបានគឺគេគ្រាន់តែជិះកាត់មុខខ្លោងទ្វារកាត់ទីតាំងដែលយើងបានកសាងហ្នឹងគេដឹងថាអូកន្លែងនេះជាទីតាំងជាវត្តអារាមរបស់ពុទ្ធសាសនាទៅប្រទេសនេះកាន់ពុទ្ធសាសនាទៅ
គឺគេស្គាល់បានទៅតាមអ្វីទៅតាមសាសនដ្ឋានពុទ្ធសាសនដ្ឋានគឺមានព្រះវិហារខ្លោងទ្វារណាមានព្រះវិហារខ្លោងទ្វាររបងក្បោក្បាច់រចនាតាក់តងទៅនឹងរចនាបថទៅតាមសង្គមទៅតាមវប្បធម៌របស់យើងផងទៅតាមការនិយមរបស់ពុទ្ធសាសនិកផងអញ្ចឹងយើងមានសាសនដ្ឋានហើយក្នុងនោះយើងបានកសាងជាលក្ខណៈដូចជាពុទ្ធកៈបឋមសិក្សាពុទ្ធកៈវិទ្យាល័យរហូតដល់ពុទ្ធសាសនបណ្ឌិតទៀតហើយឥឡូវជាអកុសលពុទ្ធសាសនបណ្ឌិតយើងចាប់ផ្ដើមឲ្យមានការឆាឆៅពីការវិនិយោគមួយចំនួនបាទហើយបងអាត្មាមានការសោកស្ដាយដែរឃើញថាមានការវាយបំបាក់ខ្លោងទ្វារហើយជាការកសាងក្នុងរាជរបស់អតីតព្រះមហាក្សត្រហើយជាទីតាំងជាបេះដូងរបស់ពុទ្ធសាសនាខ្មែរសម្រាប់ស្រាវជ្រាវជាកន្លែងបណ្ដុំនៃចំណេះដឹងជាប្រព័ន្ធនៃកម្មសិក្សាពុទ្ធសាសនាធំបំផុតហើយយើងប្រែបត្រៃបិដកបានការសម័យពីដើមដោយសារយើងមានពុទ្ធសាសនាបណ្ឌិតនឹងឥឡូវឃើញថាមានការល្បេះទៅជាបន្តហើយនេះប្រសិនបើគ្មានការយកចិត្តទុកដាក់ខំប្រឹងប្រែងទេអាត្មាគិតថាថ្ងៃណាមួយនឹងរលត់រលាយអត់មានសល់ទេបងអានេះជាការពិតណាគឺជាការពិតរបស់យើងហើយយើងដល់ទីម៉ានហ្នឹងលោកចៅទី4ណាទី5ទី4នេះទី5ណាញោមទី5នៅមួយទៀតគឺសាសនធម៌បងសាសនធម៌ដែលសំខាន់ទី6នេះគឺសាសនធម៌បណ្ដាម៉ែកតាទាំង5ខាងដើមណាដែលអាត្មាបានរៀបរាប់មកគឺកតាចុងក្រោយនោះហើយដែលសំខាន់គឺសាសនធម៌ប៉ះសិនបើយើងអត់មានពធទេណាអត់មានពធទេគឺអត់អាចមិនដឹងថាតើគោលការណ៍របស់ពុទ្ធសាសនានឹងដឹកនាំពុទ្ធបរិស័ទនឹងយ៉ាងម៉េចឲ្យពុទ្ធបរិស័ទនឹងប្រព្រឹត្តយ៉ាងម៉េចប្រព្រឹត្តល្អចេះធ្វើបុណ្យធ្វើទានបំពេញកុសលធ្វើល្អក្នុងសង្គមជាធម្មតាទេប្រទេសមួយបើសិនបើគ្មានច្បាប់ប្រទេសនោះគឺអត់ទៅជាប្រទេសប្រកបដោយនីតិរដ្ឋទេហើយសាសនាបើគ្មានគោលចារឹកគ្មានធម៌គ្មានវិន័យសម្រាប់ជាគ្រឿងចងគ្រាកជាគ្រឹះជាមូលដ្ឋានសម្រាប់អប់រំសម្រាប់ដឹកនាំទៅគឺអត់អាចទៅជាសាសនាបានទេគឺព្រះធម៌នឹងហើយដែលជាឆ្អឹងខ្នងដែលជាគោលចំហណាដែលជាមគ្គុទេសក៍ដ៏សំខាន់បំផុតសម្រាប់ដឹកនាំពពួកសាសដែលប្រាថ្នានៅសេចក្តីសុខឲ្យប្រព្រឹត្តត្រូវតាមគន្លងនៃច្បាប់របស់សង្គមផងគន្លងនៃច្បាប់របស់ធម្មជាតិផងហើយប្រកបដោយការយល់នឹងត្រឹមត្រូវមិនជឿជាក់ផ្កាប់មុខហើយក៏មិនប្រឆាំងមិនយល់ខុសផ្កាប់មុខដែរគឺមានភាពតាំងនៅជាកណ្ដាលទៅតាមអ្វីដែលព្រះអង្គបានសម្ដែងហើយដល់